ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្ងៃនេះផ្ទាល់ខ្ញុំសូមបង្ហាញប្រភេទលុយសៀល X570 Guru ឆ្នាំ2019ចាហើយសម្រាប់ឡាននេះផ្ទាល់គឺ spec អារ៉ាប់អញ្ចឹងជាក់ស្ដែងដូចអង្គពុំមីងដល់គ្នាបានដឹងហើយថាការ៉ាបុនសុងមួយគឺអត់ងាយកាត់បានប្រកខ្មៅទេសម្រាប់ឡាននេះផ្ទាល់ម្ចាស់គាត់គឺថែទាំបានល្អមែនតើតែម្ដងចាប្រើដៃតែមួយអង្គពុំមីងដល់គ្នាហើយឡាននេះនៅម្ចាស់ដើមទី1ផ្ទាល់គាត់ទិញខ្លាញ់គោតែម្ដងអញ្ចឹងពាក់ព័ន្ធមួយកម្រិតឡានអង្គពុំមីងដល់គ្នាមិនបាច់បារម្ភទេខាងក្រាស់ចេញសបតរៀនទឹកថ្នាំស៊ីនមកជុំជូនតែម្ដងចាហើយឡាននេះនៅថ្មីខ្លាំងណាស់និយាយទៅធ្វើត្បិតតាឆ្នាំ2019បណ្ដាអង្គពុំមីងដល់គ្នាអាចព្រៀបមួយឆ្នាំគួរពោះពីលើនឹងទៀតបានចាដោយសារឡាននេះថ្មីខ្លាំងហ្មងហើយស្លាកលេខអីមកក៏មកអែមមកស្អាតរៀបទៅរៀបចំមកពេញចិត្តជូនអង្គពុំមីងដល់គ្នាតែម្ដងចាអាចមើលឡានមកជុំនៅក្នុងវីដេអូនេះជាក់ស្ដែងសិនបានហើយបើសិនជាអង្គពុំមីងដល់គ្នាមានតម្រូវការនៅក្នុងវីដេអូខ្ញុំកំពុងតែនិយាយនេះអាចចេញមករកនៅក្រាបបុនសុងបានចានិយាយទៅឡាននេះពងស្វ័យរកម្ចាស់ថ្មីអញ្ចឹងកុំឲ្យខាតពេលវេលាអង្គពុំមីងដល់គ្នាមកមើលខាងក្នុងមួយខ្ញុំទាំងអស់គ្នាចាអញ្ចឹងជាស្ដែងពាក់ព័ន្ធមួយឡាននេះគឺខាងក្នុងពណ៌ cherry លាយខ្មៅចាហើយឡាហ្វុងខ្មៅទៀតគឺស្អាតមែនតែម្ដងគឺពេញយំតែម្ដងហើយឡាននេះគឺ full option ពេញតែម្ដងចាអាចមើលសាច់ជាងអីបានគឺនៅថ្មីមែនតែចានិយាយទៅដូចជំរាបប្រាប់អង្គពុំមីងដល់គ្នាគឺអត់មានកាត់តកែកុនវីដេអូនេះទេចាមកសិនជូនតែម្ដង real ហ្មងអញ្ចឹងពាក់ព័ន្ធមួយខាងក្រោយ DVD អីមកនិយាយទៅថង់ផ្លាស្ទិកនេះក៏ម្ចាស់គេទុកជូនដែរចាអែមែនតែនហើយកម្រាលជើងអីគឺក្រាបបុនសុងរៀបចំមកអែមតែម្ដងអត់ឲ្យអង្គពុំមីងដល់គ្នាទាស់ចិត្តទេអញ្ចឹងគាត់អាចមើលពាក់ព័ន្ធមួយខាងក្រោយធូរបន្ថែមទៀតបានចាហើយនិយាយទៅនេះថង់ផ្លាស្ទិកនេះខាងក្រោយគាត់អត់សូវប្រើប្រាស់ទេអញ្ចឹងគឺថ្មីសាច់ជាងអីអង្គពុំមីងដល់គ្នាមើលបាននេះអូតាវ៉ាលី2បេដងអីឈីស្គរដែរមិនដែរនេះគឺគាត់ថែទាំបានល្អមែនតើអញ្ចឹងបើសិនជាអង្គពុំមីងដល់គ្នាមានតម្រូវការនៅក្នុងវីដេអូដែលខ្ញុំកំពុងតែនិយាយឥឡូវនេះអាចchơiមករកនៅក្រាបបុនសុងយើងបានចាហើយពាក់ព័ន្ធមួយឡានអង្គពុំមីងដល់គ្នាអាចចេះមើលឡានក៏អាចchơiមកទិញបានអត់ដឹងពីតម្លៃទីផ្សារអីក៏អាចchơiមកទិញបានដូចគ្នាក្រាបបុនសុងគឺចេញសបតនេទឹកថ្នាំស៊ីនមកជុំជូនអង្គពុំមីងដល់គ្នាតែម្ដងចាហើយមិនមែនមានតែមួយគ្រឿងនេះខ្ញុំកំពុងតែនិយាយទេគឺមានជាច្រើនគ្រឿងបន្ថែមទៀតអញ្ចឹងអង្គពុំមីងដល់គ្នាបើសិនជាចង់ដឹងព័ត៌មានបន្ថែមអីអាចតម្លាក់ឆាចូល page ក៏បានអាចខមលេខដៃខាងលើក៏បានដែរហើយពាក់ព័ន្ធមួយក្រាស់យើងគឺស្ថិតនៅផ្លូវ OCIC ហូររង្វង់មូកេណូប្រហែល200ម៉ែត្រនឹងឃើញឃ្លាំងបុនសុងเลยចាអញ្ចឹងអរគុណអង្គពុំមីងដល់គ្នាច្រើនមែនតើចាបាទដូច្នេះខ្ញុំបានសូមអនុញ្ញាតណែនាំចំពោះលោកអ្នកដែលត្រូវការនៅរថយន្តមួយឋាន Land Cruiser មួយឋាន Lexus 570ឬក៏ Lexus 600ទេបងប្អូនអាចអញ្ជើញមកមើលនៅឃ្លាំងបុនសុងបានអតិថិជនទាំងអស់ដែលអត់ចេះមើលឡានក៏អាចទិញឡាននៅឃ្លាំងបុនសុងបានដែរដោយមិនចាំបាច់បារម្ភពីគុណភាពឡើយព្រោះថាឃ្លាំងបុនសុងគឺថាទិញតែប្រភេទឡានដែលគេហៅថាមេឡានណាគឺឡានដែលស្អាតចូលតែប៉ុណ្ណោះបងប្អូនហើយឃ្លាំងគឺមានចេញសបត់ទៀតបងប្អូនគឺសបត់ធានាថាឡានហ្នឹងគឺស្អាតហើយបើសិនជាបងប្អូនទិញទៅគឺថាមិនដូចអ្វីដែលខាងឃ្លាំងធានាទេអតិថិជនអាចយកឡានមកបដូរយកប្រាក់វិញគ្រប់ចំនួនតែម្ដងបងប្អូនឃ្លាំងបុនសុងមានទទួលទិញឡានចូលនៅក្នុងតម្លៃខ្ពស់ទៀតផងបងប្អូនឲ្យតែឡានបងប្អូនគឺថាស្អាតបើមិនស្អាតគឺឃ្លាំងអត់ទិញចូលទេអញ្ចឹងគាត់តែឃ្លាំងទិញឡានស្អាតចូលពេលដែលលក់ចេញទៅវិញក៏បានឡានស្អាតជូនដល់អតិថិជនផងដែរបាទហើយបើនិយាយពីទីតាំងបាទឃ្លាំងបុនសុងវិញគឺអត់ប្រមាថរកទេបងប្អូនគឺស្ថិតនៅលើផ្លូវ OCIC ជ្រោយចង្វាតែម្ដងហួសវាមានអាហារតែបន្តិចទេប្រហែលជា100ម៉ែត្រទេ